ខ្ញុំឲ្យបងប្អូនទាំងគ្នាជាមួយនឹងការសិក្សាជាមួយនឹង job interview តែទៅនឹង experience ផ្សេងៗជាមួយនឹងការដើរទន្ទឹមគ្នាជាមួយនឹងបទពិសោធន៍ជីវិតរបស់ខ្ញុំតែខ្ញុំបានឆ្លងកាត់មុនមិនមែនមានន័យថាជាបុគ្គលជោគជ័យឬក៏ប្រកែអស្ចារ្យមកពីណាទេប៉ុន្តែគ្រាន់តែជាយុវជនម្នាក់ដែលអាចឆ្លងកាត់រឿងរ៉ាវនេះមុនប្អូនឬក៏អាចដឹងរឿងរ៉ាវហ្នឹងមុននៃអ្វីដែលអ្នកនរគ្នាបានដើរចឹងបានន័យថាពេលខ្លះអ្វីដែលជា topic របស់ខ្ញុំផ្ដោតសំខាន់ទៅលើយុវជនមិនថានៅក្នុងកម្រិតស្មើខ្ញុំបងខ្ញុំឬក៏បងខ្ញុំទេប៉ុន្តែនៅក្នុងប្រធានបទនេះខ្ញុំផ្ដោតសំខាន់ទៅលើយុវជនសម្រាប់បងប្អូនថ្នាក់ទី12ដែលទើបតែប្រឡងចប់ហើយថ្មីខ្ញុំជឿថាវេទិកាមួយនេះខ្ញុំផ្ដល់អត្ថប្រយោជន៍សម្រាប់បងប្អូនមួយចំនួនហើយខ្ញុំគិតថាមិនទាន់មានអ្នកដែលគាត់ធ្វើ content creator បង្ហាញអំពីប្រធានបទសំខាន់ដើម្បីឲ្យបងប្អូនទាំងអស់គ្នាត្រៀមខ្លួនទេខ្ញុំជឿថាមានមួយផ្នែកតូចប៉ុន្តែអាចនឹងមួយផ្នែកនោះបងប្អូនទាំងអស់គ្នាពិបាកនៅក្នុងការពិចារណាជាពិសេសគឺប្រសិនបើបងប្អូនទាំងអស់គ្នាមកពីជនបទជាពិសេសគឺ low financial នៅក្នុងកម្រិតនៃការប្រើប្រាស់ថវិការបស់បងប្អូនខ្ញុំគិតថាគ្រួសារនីមួយៗគឺមានបញ្ហាផ្សេងគ្នាមានកាតព្វកិច្ចនិងទំនួលខុសត្រូវផ្សេងគ្នាជាក់ស្ដែងយុវជនយើងដូចគ្នានៅក្នុងថ្នាក់ទី12បងអូនខ្លះក៏ប្រកែទៅបងអូនខ្លះក៏មានចំណុចខ្សោយតិចតួចនៅក្នុងការប្រកួតប្រជែងចឹងយើងឃើញថាអាចនឹងមានយុវជនខ្លះគាត់ជាប់បាននិទេសល្អយុវជនខ្លះកម្រិតមធ្យមយុវជនខ្លះក៏ធ្លាក់នៅក្នុងការសិក្សានៅក្នុងសាកលវិទ្យាល័យថ្នាក់បាក់ឌុបរបស់យើងប៉ុន្តែជាក់ស្ដែងទៅប្រសិនបើយើងក៏លេខមកមើលតកតងទៅនឹងតើយើងគួររៀបចំដំណើរជីវិតយ៉ាងម៉េចប្រសិនបើបងប្អូនទាំងអស់គ្នាចប់ទី12ហើយអ្នកធ្លាក់ទី12ហើយតើយើងគួររៀបចំដំណើរជីវិតយ៉ាងម៉េចដើម្បីឲ្យដំណើរមួយដែលពោពេញទៅដោយធម៌ពលដំណើរមួយដែលពោពេញទៅដោយសក្តានុពលនៅក្នុងការទទួលបានឱកាសការងារនៅពេលអនាគតអ្នកទាំងនេះត្រូវចាំពីខ្ញុំមួយម៉ាត់មិនប្រកាសថាអ្នកទាំងនេះប្រកែនៅក្នុងថ្នាក់ទី12ទទួលបាននិទេស A ឬក៏ B C C វាទៅតាមលទ្ធភាពរបស់បងប្អូនខិតខំប្រឹងប្រែងនៅរយៈពេលនឹងតែប៉ុណ្្នឹងឯងប៉ុន្តែសួរថាដំណើរបន្តទៀតនេះក្រោយពីចូលថ្នាក់សាកលវិទ្យាល័យតើសំខាន់ទេសម្រាប់បងប្អូនអ្នកគ្នាពីខ្ញុំទៅដំណើរបន្តពីថ្នាក់ទី12គឺជាដំណើរដែលបងប្អូនទៅដល់គោលដៅធំបំផុតហើយអីបានខ្ញុំនិយាយបែបនេះប្រសិនបើបងប្អូនធ្វេសប្រហែសនៅក្នុងថ្នាក់សាកលវិទ្យាល័យដំណើរថ្នាក់ទី12របស់បងប្អូនត្រូវបានបរាជ័យដោយឯងសួរថាតើអ្នកណាជាអ្នកកំណត់គោលដៅឪពុកម្ដាយលោកគ្រូអ្នកគ្រូអត់ទេគឺបងប្អូនខ្លួនឯងបងប្អូនអ្នកជ្រើសរើសខ្លួនឯងបងប្អូនអ្នកកំណត់ដោយខ្លួនឯងផ្ទាល់